និយាយពីថាកូនឲ្យតែចេញទៅក្រៅឃើញនំខេកដឹងទៅទាចង់ញ៉ាំហីគ្រាន់តែម្ដុំទូចប៉ុណ្នេះក៏តម្លៃ$2-3ដែរថ្ងៃនេះក៏មកសាក់ធ្វើឲ្យកូនញ៉ាំទោះបីជាអត់មានឧបករណ៍គ្រប់គ្រាន់ហើយសម្រាប់ឲ្យពេលវេលាធ្វើនេះក៏ធ្វើបែបប្រញាប់អញ្ចឹងហើយរូបរាងគឺមិនបានចិត្តចង់ស្អាតនោះទេប៉ុន្តែសម្រាប់ឯរសជាតិវិញនោះគឺថាពីមុនកូនចូលចិត្តជាមួយនឹងរសជាតិសូកូឡាឥឡូវហ្នឹងគឺថាញ៉ាំឡើងធុញហើយអញ្ចឹងគាត់ចង់ញ៉ាំរសជាតិវ៉ានីឡាវិញម្ដងចង់ដឹងថាគ្រឿងផ្សំនិងវិធីធ្វើគឺមានអ្វីខ្លះទៅតាមដានជាមួយនឹងadmin ទាំងអស់គ្នាជាដំបូងគឺយើងមានជាមួយនឹងពងមាន់ចំនួន5គ្រាប់ហើយធ្វើការបំបែកពងសនិងពងក្រហមផ្សេងគ្នាដើម្បីឲ្យនំរបស់យើងនឹងកាន់តែទន់ឆ្ងាញ់ធ្វើការវាយពងសជាមុនសិនបន្ទាប់មកគឺយើងដាក់ជាមួយនឹងស្ករសសម្រាប់ចំនួនស្ករសស្តង់ដារគឺយើងត្រូវប្រើ130ក្រាមប៉ុន្តែ admin ប្រើចំនួនតែ80ក្រាមនោះទេបន្ទាប់ពីធ្វើការវាយពងសបានស្មូតល្អហើយគឺយើងបន្ថែមជាមួយនឹងពងផ្នែកក្រហមចូលហើយវាយបញ្ចូលគ្នាបន្ទាប់មកទៀតគឺយើងចាក់ជាមួយនឹងម្សៅខេកចូលដែលយើងធ្វើការរែងវាសម្រាប់ម្សៅខេកនេះយើងប្រើចំនួន80ក្រាមម្សៅវ៉ានីឡា1/3ស្លាបព្រាកាហ្វេធ្វើការវាយវាបញ្ចូលគ្នាបន្ទាប់មកចុងក្រោយគេគឺយើងអាចដាក់ជាមួយនឹងប្រេងគឺយើងអាចប្រើប្រភេទជាប្រេងអូលីវចំនួន40ក្រាមវាយវាបញ្ចូលគ្នាឲ្យរលាយសព្វចូលគ្នាហើយគឺរួចរាល់បន្ទាប់មកទៀតគឺយើងអាចយកទៅចាក់ចូលក្នុងពុម្ពរបស់យើងអាចចាក់លើពុម្ពថាសធំគឺពេលដែលយើងដុតហ្នឹងគឺវាឆាប់ឆ្អិនតែដោយសារអត់មានអញ្ចឹងក៏ចាក់ចូលពុម្ពបែបនេះតែម្ដងធ្វើការលាបប្រេងលើពុម្ពហើយយើងដាក់กระดาษដុតពីក្រោមផងដើម្បីកុំឲ្យសាច់នំរបស់យើងហ្នឹងជាប់បាតពុម្ពអញ្ចឹងយើងចាក់តែពាក់កណ្ដាលទេដោយសារតែខ្លាចនំរបស់យើងនឹងហៀចេញក្រៅប៉ុន្មានគឺ admin ចាក់ចូលក្នុងពុម្ព cupcake បែបនេះតែម្ដងសម្រាប់កម្ដៅគឺយើងប្រើ180អង្សារយៈពេល25នាទីសម្រាប់ cupcake សម្រាប់នំធំរបស់យើងនឹងគឺយើងប្រើរយៈពេល40នាទីនៅពេលដែលនំរបស់យើងបានឆ្អិនរួចរាល់ហើយគឺ admin កាត់វាជាបន្ទះចំនួន3បន្ទះប៉ុនៗគ្នាហើយសម្រាប់គ្រីមគឺ admin បានបង្ហាញជូននៅវីដេអូមុនហើយគឺយើងប្រើជាប្រភេទម្សៅបន្ថែមពីនោះ admin ក៏ប្រើជាមួយនឹង blueberry ស្រស់ផងដែរដើម្បីឲ្យនំរបស់យើងនឹងកាន់តែមានរសជាតិឆ្ងាញ់និយាយទៅនំនេះគឺធ្វើបែបលឿនប្រញាប់គឺអត់បានផ្ចិតចង់សម្អិតសម្អាងឲ្យបានស្អាតនោះទេដោយសារតែនឹកឃើញថាកូនចង់ញ៉ាំហើយបើសិនជាទិញគេនៅក្រៅមួយដុំទូចពី$3គឺថ្លៃប៉ុន្តែសម្រាប់សម្រួលទៅទិញគ្រឿងផ្សំទាំងអស់ហ្នឹងអស់ច្រើនជាងទិញនៅក្រៅ3-4ដងឯណោះគ្រាន់តែថាគ្រឿងផ្សំមួយចំនួនណាគឺយើងអាចទុកប្រើទៅថ្ងៃក្រោយទៀតបានពីមុនណាចេះតែឆ្ងល់ថានៅក្រៅគេលក់នំខេកថ្លៃម៉េះតាមពិតទៅគ្រឿងផ្សំរបស់វាគឺសុទ្ធតែថ្លៃជាពិសេសគឺគ្រឿងផ្សំតុបតែងរបស់នំខេកនឹងតែម្ដងបូកផ្សំនឹងពេលវេលានិងកម្លាំងពលកម្មរបស់គេទៀតនោះគឺពិតជាស័ក្តិសមនឹងតម្លៃមែនហើយសម្រាប់ស្រួលមកនំខេករបស់ admin បានដូចរាល់ហើយកូនកំពុងតែអង្គុយរងចាំញ៉ាំតែម្ដងសម្រាប់រសជាតិនេះគឺផ្អែមល្មមកូនញ៉ាំប៉ុន្តែសម្រាប់ admin វិញគឺរៀងផ្អែមបន្តិចវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនដែលតែងតែតាមដានជូនពរសុខភាពល្អទាំងអស់គ្នាណាជម្រាបលាបាយបាយ